số bộ môn đóนี้thếนี่ได้ខ្ញុំបាទចង់បង្ហាញពីរូបមួយសន្លឹកដែលខ្ញុំនឹងធ្វើកែប្រែរូបបែបនេះទៅរូបផ្សេងបាទឥឡូវយើងមកចូលមើលដល់គ្នាដោយសារតែខ្ញុំអត់កែតិចទេដោយសារតែខ្ញុំចូលក្រុម preset ហើយអញ្ចឹងខ្ញុំក៏ចូល camera raw filter នឹងយក preset ចាក់ចូលទៅហើយ preset គឺ preset ដែលខ្ញុំធ្វើខ្លួនឯងបង្កើតខ្លួនឯងអញ្ចឹងខ្ញុំត្រូវការស្វែងរកមួយទីសិនមាន Adobe 2ហើយនេះក៏បាត់ដាក់ឈ្មោះទេហើយនេះបាទហើយទៅ preset ខ្ញុំកែអញ្ចឹងខ្ញុំស្លាញ់មួយ color នេះមួយចុចចូល color ហ្នឹងទៅហើយ preset តែមកប្រកាសថាយើងធ្វើទៅវាត្រូវ 100% រូបរបស់យើងទេព្រោះយើងការ polister ឬអីទៅដូចរូបនេះដែរខ្ញុំមើលថាខ្ញុំអត់ស្លាញ់ color បែបហ្នឹងទេខ្ញុំថែម color បន្តិចទៀតឲ្យវាដិតតិចខ្ញុំចុច color ដិតបាទនេះគឺនេះ before after ហើយរូបនេះដោយសារតែរូបនេះវាពលិចខ្លាំងចឹងស្រួលកែស្រួលទេ color ខ្ញុំប្រើប៉ុណ្ណឹងបាទនេះហើយមក color យើងខ្ញុំចង់ដិតអញ្ចឹងចង់ដិតខ្ញុំតម្លាក់តិចហើយមួយទៀតខ្ញុំត្រូវចូល basic ខ្ញុំយក contrast ដើម្បីឲ្យវាមើលទៅយើងដិតយើងថាយើងមើលទៅវាអត់សូបែកអីមើលទៅដិតហើយនេះហាខ្ញុំlàm cái này củaគឺជួយមួយយើងដិតកាន់តែយើងកាន់តែខ្លាំងអញ្ចឹងខ្ញុំមកយកខ្លាំងទៅទៀតកាន់ចូលពុកពីអត់នេះអញ្ចឹងខ្ញុំទៅខ្លាំងទៅទៀតហើយយើងបាយប្រែនេះខ្ញុំដាក់តិចបាននេះបាទខ្ញុំឡើងវិញថាយើងបាននេះផលឡើង12ខ្ញុំយកហ្នឹងហើយតែយើងមកយើងមកមីណយតែតែយើងក៏ឆ្ងាយ70%យើងសិន70%តែយើងវាអត់ទៅស្អាតខ្ញុំលាក់ណយខ្ញុំណយតិចបាទហើយតមកខ្ញុំនឹងខ្ញុំលុបមុនបន្តិចបាទខ្ញុំលុបមុនបន្តិចបាទតែតែមានស្នាមមុនមានអីខ្ញុំទៅលុបចោលដើម្បីឲ្យវានេះហើយនេះគឺជាវិធីងាយៗទេបាទខ្ញុំជាអ្នក professional ទេតែនេះជាវិធីងាយៗដែលអ្នករៀនដូចខ្ញុំបងប្អូនទៅតែយើងនៅចេះតែព្រោះយើងមិនអាចទេដូចជាអ្នក professional គេមានវិធីមកគេចែកទេហើយការរៀនសូត្រគេអូខ្ញុំមិនមានទេចេះចង់ទៅរៀនអត់រៀនដល់បាទអត់រៀននៅសាលារៀននៅអីទេរៀនកាយមុខកាយហើយយ៉ាងណាបែប professional គាត់ខ្ញុំគិត basic តិចទៅកាយនេះទៅហើយខ្ញុំមើលដល់គ្នាឥឡូវខ្ញុំបញ្ចប់ការខាងខ្ញុំយកប៉ុណ្ណឹងហើយឥឡូវខ្ញុំមើលអានេះ before នេះ after បាទមានតែប៉ុណ្ណឹងទេបាទអរគុណជម្រាបលាបាយបាយ